សួស្តីបងប្អូនទាំងគ្នានេះគឺជាការមើលឡើងវិញរបស់ Huawei Nova 12 Pro នៅក្នុងឆ្នាំ2026ក៏ប៉ុន្តែខ្ញុំក៏ឆ្លៀតយក Tecno Pova 7 5G ដើម្បីយកមកប្រៀបធៀបគ្នាព្រោះតម្លៃទាំងពីរហ្នឹងគឺប្រហែលគ្នាខ្ទង់110ទៅ$130អូខេអញ្ចឹងតម្លៃទាំងពីរនេះគឺវាអាស្រ័យទៅលើតម្រូវការរបស់បងប្អូនទាំងអស់គ្នាម្នាក់ៗរៀងៗខ្លួន Nova 12 Pro គឺជាទូរស័ព្ទដៃលំដាប់កំពូលមួយដែលមានតម្លៃថ្មីខ្ទង់ចន្លោះពី$500ជាងទៅ$600ជាងបើធៀបគ្នាជាមួយនឹង Pova 7 5G ថ្មីរបស់វានឹងគឺដល់$200ផង Nova 12 Pro បានបំពាក់មកជាមួយនឹងអេក្រង់ OLED ដែលមានទំហំ 6.7 អ៊ីន 120Hz refresh rate ជាមួយនឹងកម្រិត resolution 2K រីឯ Pova 7 5G មានត្រឹមតែអេក្រង់ LCD 6.7 អ៊ីនដូចគ្នាក៏ប៉ុន្តែ resolution ត្រឹមតែ18តែឈ្នះវិញជាមួយនឹង refresh rate រហូតដល់ 144Hz មែនទែនទៅ120និង144យើងមើលអត់សឹងតែខុសគ្នាទេសម្រាប់ processor របស់ទូរស័ព្ទទាំងពីរនេះ Huawei បានដើរដោយ chip Kirin 9000S ដែលវាជាលំដាប់ flagship កាលពីជំនាន់ហ្នឹងចំណែកឯ Pova 7 5G មានត្រឹមតែ Dimensity 7300 Ultimate ដែលយើងហៅថាវាគឺជា chip លំដាប់មធ្យមមួយ 100% បើទោះបីជា chip Kirin ហ្នឹងវាជា chip ស៊េរីចាស់ពិតមែនក៏ប៉ុន្តែវានៅតែខ្លាំងជាង chip Dimensity នៅលើ Pova 7 5G ចំពោះ RAM Nova 12 Pro មានទំហំរហូតដល់ 12GB Tecno Pova 7 5G មានត្រឹមតែ 8GB តែប៉ុណ្ណោះហើយមួយវិញទៀតអ្វីដែលរឹតតែពិសេសនៅលើ Nova 12 Pro នោះគឺទៅលើប្រព័ន្ធកាមេរ៉ា Leica នឹងតែម្ដងប្រសិនបើយើងក៏លេចទៅមើល sensor goal របស់ទូរស័ព្ទដៃទាំងពីរនេះគឺមានទំហំប្រហែលគ្នា50 megapixel ដូចគ្នាក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ Nova 12 Pro ខ្លាំងជាងនោះគឺទៅលើទំហំ sensor ពិតប្រាកដឧទាហរណ៍ឲ្យងាយស្រួលយល់វាដូចជា Pova 7 5G មានទំហំ sensor ត្រឹមតែមិនដល់កន្លះអ៊ីនផងក៏ប៉ុន្តែ Nova 12 Pro មានទំហំ sensor រហូតដល់ជិត1អ៊ីនហើយអ្វីដែលកាន់តែធ្វើឲ្យ Nova 12 Pro ខ្លាំងជាងទៅលើផ្នែកកាមេរ៉ានោះគឺទៅលើបច្ចេកវិទ្យា variable aperture មានន័យថា aperture របស់ Nova 12 Pro ដែលជា sensor goal ហ្នឹងគឺយើងអាចពង្រីកពង្រួម aperture បានពី 1.9 ធ្លាក់មកនៅត្រឹមតែ 1.4 អញ្ចឹងវាពិតជាធំមែនតើដែលវាធ្វើឲ្យយើងបើកពន្លឺបានចូលទៅខ្លាំងនិងថតព្រាលធម្មជាតិបានរឹតតែស្អាតចំពោះកាមេរ៉ាមកនៅលើ Huawei Nova 12 Pro គឺមានរហូតដល់2ក្របដែលមានទំហំ sensor 60 megapixel បូកជាមួយនឹង8 megapixel មួយក្របថែមទៀតដូច្នេះខ្ញុំពិតជាកម្របានឃើញខ្លាំងមែនទែនដែលមានទូរស័ព្ទដែលបំពាក់មកជាមួយនឹងកាមេរ៉ាដែលយើងអាច zoom ចេញ zoom ចូលបាននៅក្នុងកាមេរ៉ាមុខហ្នឹងជាទូទៅយើងឃើញវត្តមាននៅលើ Samsung A10 5G ក៏មានកាមេរ៉ា2ដូចគ្នាដែរក៏ប៉ុន្តែយើងអាច zoom ចេញ zoom ចូលបានដែរប៉ុន្តែ Nova 12 Pro នេះគឺហាក់ដូចជាកាមេរ៉ាខាងក្រោយអញ្ចឹងដែលយើងអាច zoom វាប្រហែលដងក៏បានដែរមិនមែន100ដងទេក៏ប៉ុន្តែវាអាច zoom ចន្លោះពី 0.5 ដងមកដល់5ដងអីដែរបាទអញ្ចឹងវាគ្រាន់បើជាងអត់ខណៈពេលដែល Pova 7 5G មានត្រឹមតែ13 megapixel តែប៉ុណ្ណោះអូខេអញ្ចឹងសរុបមកវិញទូរស័ព្ទដៃទាំងពីរនេះមានចំណុចខ្វះខាតរៀងៗខ្លួនបើសិនជាបងប្អូនចង់បានទូរស័ព្ទមួយដែលទើបតែចេញហើយមានថ្មកាន់ល្អខ្លាំងនោះ Pova 7 5G គឺជាជម្រើសដ៏ល្អមួយក៏ប៉ុន្តែបើសិនជាបងប្អូនជាអ្នកស្រឡាញ់ទូរស័ព្ទដែលមានអេក្រង់ច្បាស់ទូរស័ព្ទដែលកាន់ទៅហាក់ដូចជា premium មាំតាន់ឬក៏បងប្អូនធ្លាប់ប្រើទូរស័ព្ទ flagship phone ហើយប៉ុន្តែអត់សូវមានលុយចង់ទិញទូរស័ព្ទដែលកាន់ទៅមានអារម្មណ៍ថាជា flagship phone បងប្អូនអាចទៅលេខមើលពួកស៊េរីនឹងបានបាទតម្លៃវាគឺធូរថ្លៃត្រឹម100ស្ដើងអីចឹងណាអញ្ចឹងបើសិនជាសួរខ្ញុំថាតើខ្ញុំជ្រើសរើសប្រើមួយណារវាងទូរស័ព្ទដៃទាំងពីរហ្នឹងចម្លើយតែមួយទេប្រកបណាស់ខ្ញុំនឹងជ្រើសរើសយក Nova 12 Pro ជាមិនខានក៏ប៉ុន្តែ Nova 12 Pro នេះមានចំណុចខ្វះខាតមួយដែលធំបំផុតសម្រាប់ខ្ញុំហ្នឹងគឺចំណុចទៅលើការ alert notification នឹងតែម្ដងបើសិនជាបងប្អូនប្រើប្រាស់ chat ច្រើនឬក៏ប្រើប្រាស់ទៅនឹងបណ្ដាញសង្គមដែលតកតងទៅនឹងការ alert ដែលគេ chat មក call មកអីចឹងណាដែលមិនមែនជាការ call តាមលេខតាមបទពិសោធន៍ទស្សនៈរបស់ខ្ញុំហ្នឹងគឺតកតងទៅនឹងការ chat តាម Facebook ឯហ្នឹងគឺអត់ដឹងតែម្ដងលុះត្រាតែបងប្អូនចូលទៅមើល chat មិនឃើញតែគេ chat មកអញ្ចឹងទៅក៏ប៉ុន្តែពេលខ្លះគេ call មកអាចនឹងលឺម្ដងម្កាលដែរក៏ពីច្រើនគឺ10ដងអត់តាន់លឺម្ដងផងហ្នឹងហើយអាចថា100ដងហើយលឺម្ដង2ដងអញ្ចឹងណាអញ្ចឹងវាពិតជាសាំញ៉ាំខ្លាំងមែនទែនតកតងទៅនឹង Telegram ក៏ដូចគ្នាដែរអញ្ចឹងតកតងទៅនឹងចំណុចមួយហ្នឹងមិនមែនតែ Nova 12 Pro ទេឲ្យតែពួក Huawei ដែលចេញក្រោយៗពេលខ្លះក៏ធ្វើការបានល្អដែរទៅលើ notification ហ្នឹង
ជាពិសេសគឺ Xiaomi 13 Ultra 14 Ultra 15 Ultra ដែលជា version China ហ្នឹងគឺអញ្ចឹងដូចគ្នាបងប្អូនដូច្នេះជាចង់បញ្ចប់នៅវីដេអូខ្ញុំចង់សង្ខេបបន្តិចទៅលើ Nova 12 Pro បើសិនជាយើងនិយាយអំពីតម្លៃខ្ទង់$100ស្ដើងខ្ញុំគិតថាពិបាករកទូរស័ព្ទណាមកប្រកួតប្រជែងជាមួយ Nova 12 Pro ខ្លាំងមែនទែនទី1ហ្នឹងគឺទៅលើភាពធន់ Nova 12 Pro នេះគឺមានសភាពធន់មាំខ្លាំងបើទោះបីជាបងប្អូនប្រើទៅយូរឆ្នាំទៀតក៏យើងឃើញថាវាមិនងាយនឹងប៉ោងថ្មមិនងាយនឹងខូចសេវាមិនងាយនឹងខូចអេក្រង់ឬក៏ឡើងឆ្នូរឡើងអីដូចនឹងទូរស័ព្ទផ្សេងទេហើយបើយើងនិយាយពីអេក្រង់របស់ Nova 12 Pro នេះគឺពិតជាស្អាតខ្លាំងមែនទែននៅក្នុងតម្លៃប៉ុណ្ណឹងគឺខ្ញុំគិតថាគ្រាន់តែអេក្រង់មួយលឹកហ្នឹងគឺវាចង់ស្មើទៅនឹងតម្លៃ$100ជាងនឹងបាត់ទៅហើយដោយសារតែអេក្រង់វាដូចទៅនឹងទូរស័ព្ទ Flexi Phone នៅក្នុងឆ្នាំ2021នេះអញ្ចឹងបើសិនជាបងប្អូនក៏លេខទៅមើល Xiaomi 15 Ultra Vivo X200 Pro X300 Pro ហ្នឹងគឺ design អេក្រង់ប្រភេទស្តៀងអញ្ចឹងដូចគ្នាហើយ Game Baser របស់ Nova 12 Pro ហ្នឹងគឺស្ដើងស្អាតណាស់គ្នាទាំងលើទាំងក្រោមគឺស្មើគ្នាឆេញតែម្ដងអូខេអញ្ចឹងចំណុចដែលតាក់ទាញចិត្តខ្ញុំខ្លាំងមួយទៀតហ្នឹងគឺទៅលើ Harmony OS ដែលខ្ញុំពេលដែលប្រើដំបូងមានអារម្មណ៍ថាទូរស័ព្ទនេះមិនក៏វា smooth មិនក៏វាធូរល្អមែនពេលដែលយើងអូសចេញចូលកម្មវិធីមួយវាទទួលអារម្មណ៍បានថាវាធូរដូចទៅនឹងយើងប្រើ iOS កាលពីជំនាន់មុនអញ្ចឹងក៏ប៉ុន្តែ iOS ដែលខ្ញុំធ្លាប់ប្រើឡើយនេះគឺវាខុសពីមុនគឺវាមានអារម្មណ៍ថាវាតឹងអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងមួយរយៈហ្នឹងគឺខ្ញុំគ្រុនឈាមបាទអញ្ចឹងរយៈពេល7-8ថ្ងៃ10ថ្ងៃបានរាំងស្រួលខ្លួនទៅវិញហើយវីដេអូនៅតែវិជាពេលអត់សូវបានធ្វើបាទណាមួយរវល់ខ្លាំងមែនទេអូខេបាទមួយរយៈហ្នឹងអូខេអញ្ចឹងខ្ញុំនឹងជួបអ្នកនរគ្នាឆាប់ជាមួយនឹងវីដេអូបន្តទៀតបាទអរគុណ